ខ្ញុំនឹកដល់រឿងជីវិតនេះនឹកដល់ទំនាក់ទំនងការរាប់អានមិត្តភាពខ្លះយើងរាប់អានគ្នាតាមបែបសន្តិចិត្តយើងរាប់អានគ្នាតាំងតែពីនៅអត់រហូតដល់មានល្មមនឹងអាចរស់បានរៀងខ្លួនក៏យើងនៅតែមានចិត្តនឹករលឹកអឡោះអាល័យគ្នានឹងចង់ជួយគ្នាតាមលទ្ធភាពមានបានដែលខ្លួនអាចជួយបានយ៉ាងនឹងក៏ដោយចុះវាក៏នៅតែផ្សេងពីមិត្តភាពដែលរាប់គ្នាតែពេលត្រូវការរកជាមិត្តភាពបែបសាមញ្ញចិត្តពេលណាដែលនៅពឹងពាក់អាស្រ័យគ្នាបានក៏ហៅថាល្អហើយបើពឹងមិនបានក៏ឈ្មោះថាមិនល្អកាលដែលនៅមានប្រយោជន៍ក៏រាប់គ្នាតែបើគិតតែអត់ប្រយោជន៍ហើយក៏រត់ចេញពីគ្នាលោកអ្នកស្ដាប់ជាទីស្រឡាញ់រាប់អានចូលអ្នករក្សាខ្លួនឲ្យជាមិត្តល្អដោយយើងជាខ្លួនយើងទើបយើងអាចរក្សាបានមិត្តល្អដោយគ្នាជាមួយគ្នាយើងរៀនជុំគ្នានឹកណាស់ជួបគ្នាម្ដង